បងដែល fan ពណ៌ខ្មៅឬមួយក៏ស្រឡាញ់ឡានបែបមើលទៅដូច Black Edition ណាបងប្អូនអាចមកមើលមកគ្រឿងនេះបានចាខ្មៅតឹងក្រៅហើយសំខាន់យ៉ាងក៏ខ្មៅដែរបងប្អូនមើលតែយ៉ាន់កង់មើល logo គេហើយខ្មៅមួយសេតហ្មងបងដែល fan ខ្មៅគឺមកគ្រឿងនេះស្រឡាញ់ពេញចិត្តហ្មងហើយបើនិយាយពីផ្នែកខាងក្នុងគឺគេធ្វើមកជាប្រភេទពណ៌សតែម្ដងបូកជាមួយនៅប្រភេទពណ៌ខ្មៅពាក់ព័ន្ធទៅនឹង option អីបងប្អូនគឺគេធ្វើមកប្រភេទពណ៌ខ្មៅបូកជាមួយនឹងក្រមេពណ៌ប្រាក់ហើយសំខាន់ណាស់បងប្អូនដឹងអត់ថារថយន្តមកគ្រឿងនេះគឺ option full ណាបងប្អូនដល់គ្នាមើលតែកន្លែងនេះគឺគេធ្វើរចនាមកខ្សែដូចខ្សែចប៉ីចឹងយំទៅគឺរចនាប្លែកមែនតើហើយរថយន្តមកគ្រឿងនេះដែរគឺជា Mercedes-Benz S500L ដែលជារថយន្តផលិតតែម្ដងបងប្អូនផលិតបែបអភិជនផលិតបែបអ្នកមានតែម្ដងបងប្អូនហើយផ្នែកខាងក្រោយហ្នឹងគឺពាក់មកជាមួយ touch screen ពេកសំខាន់ណាស់ជាប្រភេទកៅអីមើលទៅកៅអី VIP ផលិតទៀតបងប្អូនមានតម្រជើងសម្រាប់បងប្អូនដែលចូលចិត្តចូលខេត្តដល់ផ្លូវឆ្ងាយចង់កេងចង់សម្រាប់អីណារថយន្តមកគ្រឿងនេះគឺប្រៀបដូចជានាំផ្ទះអភិជនមួយនៅតាមខ្លួនអញ្ចឹងណាបងប្អូនដល់គ្នាមើលតែការរចនាគេបងប្អូនគ្មានគូប្រៀបទេរថយន្តមកគ្រឿងនេះគឺផលិតដាច់តែម្ដងហើយរថយន្តមកគ្រឿងនឹងដែរបងប្អូនឃើញអញ្ចឹងតែច្រឡំថាតម្លៃ30-40ម៉ឺនអីតម្លៃត្រឹមតែ20ម៉ឺនជាងឯងហើយកម្រមានមែនតែនដែលឡាន full option ហើយផលិតស្អាតអញ្ចឹងតម្លៃត្រឹមតែ20ម៉ឺនជាងសំខាន់ brand ល្បីទៀតណាបើសិនជាចង់ឃើញផ្ទាល់ជួបផ្ទាល់ប៉ះផ្ទាល់អីអាចអញ្ជើញមកបាននៅខាងក្រុមហ៊ុន Habon Auto មកភ្លាមមកអត់តម្រូវថាបងទិញភ្លាមទេគ្រាន់តែមកមើលសិនចឹងដឹងថាដូចអ្វីដែលខ្ញុំបាន review ឲ្យថ្មីស្អាតដូចក្នុងកាមេរ៉ាអត់អញ្ជើញមកមើលបាននៅខាងក្រុមហ៊ុន Habon Auto អរគុណច្រើនជម្រាបលា